សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានជាមួយនឹងមកពួក Siri Voice Fit 5 Pro ណាអញ្ចឹងយើងមកធ្វើការបើកប្រអប់ហើយ set up ទាំងអស់គ្នាអូខេអញ្ចឹងនៅពេលដែលយើងបើកប្រអប់ហើយយើងមាននីតិកាលដៃរបស់យើងហើយនៅខាងក្នុងនេះយើងមានជាមួយនឹងខ្សែសាកនៅខាងក្នុងហ្នឹងណាចាអញ្ចឹងសម្រាប់ការ set up បកអានេះចេញណាយើងចុចនៅលើ crown button របស់យើងឲ្យជាប់អញ្ចឹងនៅពេលដែលយើងបើកមកហើយគឺយើងនឹងឃើញបែបនេះអញ្ចឹងមុនឈានទៅដល់ការយើង set up នៅលើនីតិកាលដៃអញ្ចឹងបងប្អូនបកមកមើលនៅផ្នែកខាងក្រោយប្រអប់របស់យើងវិញណាអញ្ចឹងនៅផ្នែកខាងក្រោយប្រអប់របស់យើងគឺយើងមានជាមួយនឹង QR code មួយដើម្បី scan សម្រាប់ប្រើប្រាស់ទៅលើការ download app Huawei Health App ទាំងអស់គ្នាដែលប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃ Android ដកជាមួយនឹង model Samsung ចឹងគឺទាំងអស់គ្នាត្រូវការធ្វើការ scan QR code ដើម្បីទាញយក app ប៉ុន្តែតើតោះជាមួយនឹងអ្នកដែលប្រើប្រាស់ជាមួយនឹង iOS ដូចខ្ញុំប្រើ iOS គឺយើងអាចធ្វើការទាញយកដោយប្រើប្រាស់ការ download ចេញ direct ពី App Store អញ្ចឹងដើម្បី download គឺយើង search រក App Store មកហើយយើង search រកពាក្យថា Huawei Health App យើងវាយ Huawei Health អញ្ចឹងគឺវានឹងចេញឲ្យយើងអញ្ចឹងយើងអាចធ្វើការ downloadអូខេអញ្ចឹងនៅពេលដែលយើង download រួចហើយគឺយើងអាចបើកហើយយើងយកកន្លែង region នេះគឺត្រូវតែយក Cambodia ណាហើយយើងចុចយកពាក្យថា next agree allow អញ្ចឹងចូលមកដល់ក្នុង Huawei Health App នេះគឺយើងត្រូវការ Huawei ID ដើម្បី log in ជាមួយសិនអញ្ចឹងខ្ញុំ log in ចូលក្នុង Huawei ID របស់ខ្ញុំអញ្ចឹងយើងចុច verification code របស់យើងមកចុចពាក្យថា OK អញ្ចឹងរួចរាល់ហើយគឺយើងមាន account ហើយគឺយើងអាចធ្វើការ connect ជាមួយនឹងនីតិកាលបានហើយអញ្ចឹងយើងយកនីតិកាលរបស់យើងមកអញ្ចឹងយើងចុចនៅលើ rotation crown របស់យើងមកគឺយើងនឹងឃើញជាមួយនឹងភាសាអញ្ចឹងតើតើជាមួយនឹងភាសាដោយសារតែនៅលើនីតិកាលនេះគឺយើង support full ខ្មែរអញ្ចឹងយើងអាចយកភាសាខ្មែរបានណារួចរាល់ហើយគឺយើងចុចនៅលើប្រើ code QR មកហើយវានឹងចេញ QR បែបនេះឲ្យបន្ទាប់មកគឺយើងចូលនៅក្នុង Huawei Health App របស់យើងមកចុចកន្លែងពាក្យថា Health ហើយនៅខាងលើនេះមានoption ដែលយើងអាចចុចបានយើងចុចនៅលើហ្នឹងមកយកពាក្យថា scan code ហើយយើងធ្វើការ scan code មកយកពាក្យថា allow អូខេបន្តមកយើង pair ជាមួយនឹងនីតិកាលដៃរបស់យើងចុច crease មកយកពាក្យថា pair allow អូខេបន្តមកគឺយើង agree ជាមួយនឹង term condition ចុច crease នៅលើនេះមកយកពាក្យថា nextអូខេបន្តមកគឺយើង take ជាមួយនឹង function for detection របស់យើងមកចុចពាក្យថា next អញ្ចឹងនីតិកាលរបស់យើងគឺបាន pair រួចរាល់ហើយយកពាក្យថា continue មក allow យើង allow ជាមួយនឹង permission ទាំងអស់មកតែអញ្ចឹងយើងអាច sync ជាមួយនឹង contact របស់យើងបានណាប៉ុន្តែខ្ញុំ skip កន្លែងនេះសិនដាក់ select letter យកពាក្យថា done អញ្ចឹងការជួបរបស់យើងគឺជោគជ័យណាជាមួយនឹងនីតិកាលរបស់យើងជាអញ្ចឹងយើងអាចចុចពាក្យថា next រហូតណាអូខេអញ្ចឹងដើម្បីប្រើប្រាស់ជាមួយនឹងនីតិកាល Huawei Watch Fit 5ឲ្យបានងាយស្រួលគឺទាំងអស់គ្នាត្រូវ update latest version នៅលើនីតិកាលដៃអញ្ចឹងទាំងអស់គ្នាបានជាមួយនឹង Huawei Health App មកបន្ទាប់មកចូលយកពាក្យថា device ហើយចូលទៅ Watch Fit 5 Pro ដែលយើងបាន connect អំបញ្ញមិញហ្នឹងហើយ scroll ចុះយកទៅខាងក្រោមយកពាក្យថា firmware update คลิกទៅហ្នឹងមកហើយយើងធ្វើការ download និង install version ចុងក្រោយទីបងអស់យើងចុច download ណាយកពាក្យថា continue អញ្ចឹងគឺវានឹងធ្វើការ download ជាមួយនឹង latest version ដែលមាននៅលើនីតិកាលដៃអូខេអញ្ចឹងរួចរាល់ហើយគឺយើងចុចពាក្យថា done មកអញ្ចឹងការ update របស់យើងគឺរួចរាល់ហើយអញ្ចឹងសម្រាប់ការ connect របស់យើងគឺរួចរាល់ហើយអញ្ចឹងចំណុចបន្ទាប់គឺខ្ញុំនឹងបង្ហាញទាំងអស់គ្នាអំពីរបៀបប្រើប្រាស់ជាមួយនឹងមុខងារហានិភ័យនៃជំងឺទឹកនោមផ្អែមដោយសារខ្ញុំឃើញថាបងប្អូនទាំងអស់គ្នានិយមប្រើប្រាស់ជាមួយនឹងមុខងារហ្នឹងនៅលើនីតិកាលដៃ Huawei Watch Fit 5 Pro ហ្នឹងណាដំបូងទាំងអស់គ្នាចុចនៅលើ crown button របស់យើងមកចុចម្ដងមកហើយ scroll ចុះទៅខាងក្រោមអានេះគឺខ្ញុំមានជាមួយនឹងអក្សរ High ស្រាប់ហើយប៉ុន្តែបើសិនជាក្នុងករណីទាំងអស់គ្នាអត់ឃើញអក្សរបែបហ្នឹងទេអូស scroll ម្ដងចុះក្រោមទៀតមកគឺវានឹងឃើញអក្សរឲ្យហើយអញ្ចឹងយើងអូសទៅខាងក្រោមរហូតរកពាក្យថា Huawei Research អញ្ចឹងខ្ញុំមាន Huawei Research ហើយណាដោយសារតែខ្ញុំបាន update ជាមួយនឹង software ហើយបើសិនជាក្នុងករណីទាំងអស់គ្នារកពាក្យ Huawei Research នឹងអត់ឃើញទេគឺបងប្អូនគ្នាត្រូវទៅ update ជាមួយនឹង version ចុងក្រោយសិនណាអញ្ចឹងខ្ញុំចុចនៅលើ Huawei Research ហ្នឹងមកហើយធ្វើតាមការណែនាំអញ្ចឹងខ្ញុំយកពាក្យថា agree គឺចុចយកពាក្យថា diabetes series ហ្នឹងមក
chẳng bà sân chi tầng ở kia mình phải cứ ai từ and cho mình là introduction bác kỳ sẽ đấy mình dọc bị chói hái dọc bị thá start và tao mới dọc bị thá start như sai khó hai cái này nhất cứ dương đặt vào cho mình nó personal information bao giờ mình đối chí page bao giờ nó và là dùng bộ từ họ thà sấy ngày khai cho năm cái nạp bao giờ dùng bộ từ họ thà một quan bộ nói cả bốnอันนี้คายbao giờ đấy mình đã khai cầm bậy chạy dọc ok cặp bộ bao giờ và mày chết rồi mới có mà mày thọc về mấy cái dân đặt tầm năng đấy ok và bắt lạiនេះគឺគីឡូរបស់យើងមកទៅថា54គីឡូចុចយកវាថាអូខេមកអញ្ចឹងអស់ហើយយើងយកវាថាអូខេម្ដងទៀតគឺវានឹងចេញបែបនេះឲ្យអញ្ចឹងដល់ពេលដែលមកដល់កន្លែងនេះទាំងអស់គ្នានឹងឃើញផ្ទាំងជាលក្ខណៈបែបនេះអញ្ចឹងខ្ញុំបញ្យល់ទាំងអស់គ្នាអំពីរបៀបប្រើប្រាស់នៃការវាស់ជាមួយនឹងមុខងារហានិភ័យជំងឺទឹកនោមផ្អែមហ្នឹងអញ្ចឹងដល់ពេលដែលទាំងអស់គ្នាប្រើប្រាស់ជាមួយនឹងមុខងារហានិភ័យជំងឺទឹកនោមផ្អែមទាំងអស់គ្នាអាចពាក់ភ្លាមហើយឃើញទិដ្ឋផលភ្លាមមែនទេអញ្ចឹងសម្រាប់ការប្រើប្រាស់គឺតម្រូវឲ្យទាំងអស់គ្នាពាក់ជាមួយនឹងនាឡិកាដៃហ្នឹងឲ្យជាប់រយៈពេល72ម៉ោងអញ្ចឹងកន្លងពេលដែលទាំងអស់គ្នាពាក់ហ្នឹងខ្ញុំឧទាហរណ៍ថាពេលថ្ងៃទាំងអស់គ្នាត្រូវពាក់ឲ្យជាប់ហើយនៅក្នុងករណីដែលងូតទឹកទាំងអស់គ្នាអាចដោះមកផ្លាត់បានហើយរីឯពេលយប់ទាំងអស់គ្នាអាចបើសិនជាទាំងអស់គ្នាពាក់បានមួយយប់ពេញហ្មងក៏ល្អដែរបើសិនជាទាំងអស់គ្នាពាក់អត់បានមួយយប់ពេញទេអាចយ៉ាងហោចណាស់បាន4ទៅ5ម៉ោងដែរអញ្ចឹងដល់ពេលដែលទាំងអស់គ្នាពាក់គឺយើងនឹងឃើញលេខនៅខាងលើនេះគឺជាលេខភាគរយនៅពេលដែលយើងពាក់គ្រប់3ថ្ងៃគឺវានឹងឡើងដល់រហូតដល់100%គឺវានឹងវិភាគតន័យឲ្យយើងប៉ុន្តែនៅក្នុងករណីទាំងអស់គ្នាពាក់បាន1ថ្ងៃឬ2ថ្ងៃលេខនេះគឺវានឹងដើរតាមម៉ោងពេលវេលាដែលទាំងអស់គ្នាបានពាក់អញ្ចឹងដល់ពេលដែលទាំងអស់គ្នាពាក់រួចរាល់ហើយគឺវានឹងចាញ់ជាមួយនឹងការវិភាគមួយអញ្ចឹងខ្ញុំដាក់នៅលើអេក្រង់ឲ្យទាំងអស់គ្នាមើលគឺវាមាន low risk high risk ហើយជាមួយនឹង medium risk អញ្ចឹងបើសិនជាក្នុងករណីទាំងអស់គ្នាមានភាគរយទាបនៅក្នុងការកាត់ជំងឺទឹកនោមផ្អែមគឺវានឹងចាញ់ពណ៌បៃតងដូចខាងលើហ្នឹងណាអញ្ចឹងអាហ្នឹងគឺតំណែងឲ្យមានហានិភ័យទាបប៉ុន្តែបើសិនជាមានហានិភ័យមធ្យមពណ៌របស់វាគឺពណ៌លឿងអញ្ចឹងគឺវានឹងចាញ់ពណ៌លឿងឲ្យបើសិនជាទាំងអស់គ្នាមានជាមួយនឹងហានិភ័យខ្ពស់គឺវានឹងចាញ់ពណ៌ក្រហមឲ្យអញ្ចឹងនៅក្នុងករណីចាញ់ពណ៌ក្រហមទាំងអស់គ្នាអាចធ្វើការទៅពិគ្រោះជាមួយនឹងគ្រូពេទ្យបានជាក់ស្ដែងឲ្យបានតាន់ពេលវេលាអញ្ចឹងនៅពេលដែលមុខងារនឹងវិភាគគឺវានឹងវិភាគជារៀងរាល់ថ្ងៃបើសិនជាទាំងអស់គ្នាធ្វើតាមគ្រប់លក្ខខណ្ឌដែលនាឡិកាបានដាក់កំណត់ឲ្យអញ្ចឹងឧទាហរណ៍ថាវាត្រូវការឲ្យយើងពាក់ទាំងថ្ងៃទាំងយប់អញ្ចឹងបើសិនជាលក្ខខណ្ឌហ្នឹងគឺគ្រប់គ្រាន់គឺវានឹងចាញ់តន័យឲ្យជារៀងរាល់ថ្ងៃឧទាហរណ៍ថាយើងពាក់មួយអាទិត្យពេញពីថ្ងៃ7ហ្នឹងសំទោសពីថ្ងៃ8ហ្នឹងរហូតដល់ថ្ងៃ13អញ្ចឹងវានឹងចាញ់ឲ្យជារៀងរាល់ថ្ងៃមួយទៀតបើសិនជាទាំងអស់គ្នាចង់មើលតន័យសរុបថ្ងៃមួយអាទិត្យហ្នឹងយើងមាន low risk medium risk យើងអាចអូសទៅខាងក្រោមនេះបើសិនជាទាំងអស់គ្នាពាក់បានមួយអាទិត្យហើយមានតន័យគឺវានឹងចាញ់នៅខាងលើអេក្រង់ហ្នឹងហើយខ្ញុំដាក់រូបនៅខាងលើឲ្យណាឲ្យងាយស្រួលមើលអញ្ចឹងមួយទៀតបើសិនជាក្នុងករណីអ្នកទាំងអស់គ្នាទិញជាមួយនឹងនាឡិកា Watch Fit 5 Pro នេះតែឲ្យម៉ាក់ប៉ាឬមួយក៏អ៊ំចាស់តែតង់ជាមួយនឹងភាសាដោយសារតែនៅលើនាឡិកានេះគឺយើង support food ខ្មែរអញ្ចឹងយើងអាចយកភាសាខ្មែរបានណាដើម្បីបដូរភាសាបានគឺយើងចូល setting នៅក្នុងទូរស័ព្ទដៃរបស់យើងមកខ្ញុំ search រកពាក្យថា setting ហើយ search រកពាក្យថា language ចុចយកពាក្យថា language ហ្នឹងមកហើយបដូរពីភាសាអង់គ្លេសហ្នឹងយើង add បន្ថែមភាសាខ្មែរមួយទៀតអញ្ចឹងយើងយកពាក្យថាខ្មែរមក download prefer ខ្មែរអញ្ចឹងវានឹងបដូរភាសាខ្មែរទាំងនៅក្នុងទូរស័ព្ទដៃរបស់យើងហើយវានឹង sync ជាមួយនឹងនាឡិកាដៃរបស់យើងទៅជាភាសាខ្មែរដូចគ្នាដែរអូខេអញ្ចឹងដល់ពេលដែលយើងដូរហើយចាំវាមកសតុកអញ្ចឹងវាអាចនឹងប្រើប្រាស់ពេលតិចតួចដែរដើម្បីវាធ្វើការបដូរណាអញ្ចឹងដល់ពេលដែលចេញជាភាសាខ្មែរហើយនៅពេលដែលចង់ចូលមើលជាមួយនឹងមុខងារហានិភ័យជំងឺទឹកនោមផ្អែមហ្នឹងជាមួយនឹងតន័យដូចគ្នាហ្នឹងគឺយើងចូល Huawei research ហ្នឹងមកគេគឺវានឹងចេញផ្ទាំងបែបនេះឲ្យគឺជាភាសាខ្មែរពេញលេញតែម្ដងអូខេអញ្ចឹងតើតង់ជាមួយនឹងភាសាខ្មែរនឹងផងដែរបើសិនជាទាំងអស់គ្នាចង់អានជាមួយនឹងលក្ខខណ្ឌនៃការប្រើប្រាស់គឺទាំងអស់គ្នាអាចចុចនៅលើកន្លែង option នេះបានណាចុចនៅលើហ្នឹងមកគឺវានឹងចេញជាភាសាខ្មែរដើម្បីទាំងអស់គ្នាងាយស្រួលអានតែម្ដងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងជួយទៅដល់ការប្រើប្រាស់របស់អ្នកទាំងអស់គ្នាឲ្យកាន់តែងាយស្រួលជាងមុនអូខេអរគុណ